ជំរាបសួរប្រិយមិត្តរៀនអានទាំងអស់គ្នានាយករដ្ឋមន្ត្រីកម្ពុជាប្រកាសមិនអនុញ្ញាតឲ្យមានការអភិវឌ្ឍជាអគារខ្ពស់ៗនៅតាមតំបន់ទេសចរណ៍ធម្មជាតិទេសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាមានប្រសាសន៍ថានៅតាមតំបន់ទេសចរណ៍ធម្មជាតិមិនគួរមានការអភិវឌ្ឍលំនៅឋានឬគម្រោងអគារខ្ពស់ៗទេដោយសម្ដេចបានស្នើឲ្យអាជ្ញាធរមូលដ្ឋានពិនិត្យឲ្យបានល្អិតល្អន់ចំពោះគម្រោងអភិវឌ្ឍដែលស្នើដោយវិស័យឯកជនថ្លែងក្នុងពិធីបើកពិធីបុណ្យទន្លេលើកទី9នាថ្ងៃទី22មិនិនាឆ្នាំ2025នៅក្នុងខេត្តតាកែវសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជានឹងមិនអនុញ្ញាតឲ្យមានក្រុមហ៊ុនណាមកអភិវឌ្ឍគម្រោងក្នុងតំបន់ទេសចរណ៍ធម្មជាតិរហូតប៉ះពាល់ដល់ប្រជាជនឡើយសម្ដេចបវរធិបតីហ៊ុនម៉ាណែតបានថ្លែងយ៉ាងដូចនោះថាកុំ copy ឃើញកន្លែងនឹងតំបន់ភ្នំល្អទៅ copy យកមក model ពីកំពង់សោមឬរាជធានីភ្នំពេញទៅធ្វើអគារ20ជាន់នៅលើនឹងបាត់អស់ហើយគេមិនចង់ទៅភ្នំមួយនឹងដែលមានសុទ្ធតែបរិយពេញលើនឹងទេគេចង់ទៅកន្លែងណាដែលមានលក្ខណៈសាមញ្ញសម្ដេចបវរធិបតីបានថ្លែងទៀតថាប្រសិនបើធ្វើជា resort សូមឲ្យធ្វើជាទម្រង់នៃស្ថាបត្យកម្មស្របតាមស្ថានភាពភូមិសាស្ត្រចំណុចនេះជាចំណុចសំខាន់បញ្ជាក់ពីភាពទាក់ទាញនៃមូលដ្ឋានទេសចរណ៍ធម្មជាតិទេសចរណ៍តាមគោលដៅទេសចរណ៍នីមួយៗប្រមុខរាជរដ្ឋាភិបាលបានស្នើឲ្យក្រសួងស្ថាប័នពាក់ព័ន្ធផ្ដល់កិច្ចសហការឲ្យបានល្អផ្ដល់ជាប្រយោជន៍ជូនពលរដ្ឋមូលដ្ឋាននិងជួយឲ្យសហគមន៍អភិវឌ្ឍវិស័យទេសចរណ៍ឲ្យអស់លទ្ធភាពសិនមុននឹងផ្ដល់សិទ្ធិឲ្យក្រុមហ៊ុនឯកជនឬវិស័យឯកជនវិនិយោគធម្មជាតិទាំងនោះអរគុណប្រិយមិត្តសម្រាប់ការតាមដានស្ដាប់សូមជួយ Subscribe Channel រៀនអានដើម្បីទទួលបាននូវព័ត៌មានថ្មីៗប្រចាំថ្ងៃផងដែរ